ឆ្ងាញ់អីតែសម្លម្ជូរគ្រឿងសាច់គោអាចសាកដូរមកធ្វើសម្លម្ជូរគ្រឿងក្បាលត្រីវិញមើលរសជាតិមិនដែរនិយាយពីថារសជាតិមិនចាញ់គ្នាហ្មងទេបងប្អូនហើយរសជាតិឆ្ងាញ់ខ្លាំងមែនតើហ្មងថ្ងៃនេះអត់យកសាច់ត្រីយកមកស្លទេគឺយកក្បាលត្រីសុទ្ធយកមកស្លហ្មងសំខាន់ក្បាលត្រីកែតលេហ្នឹងរសជាតិវាត្រូវជាមួយនឹងសម្លម្ជូរគ្រឿងតកួនហ្នឹងហ្មងដោយសារក្បាលត្រីកែហ្នឹងគឺវាមានជាតិខ្លាញ់និយាយទៅដូចក្បាលត្រីពោអីចឹងប៉ុន្តែវាឆ្ងាញ់ជាងក្បាលត្រីពោអញ្ចឹងហើយថ្ងៃនេះខ្ញុំទិញតែក្បាលត្រីហ្នឹងយកមកស្លម្ជូរគ្រឿងម្ដងតោះឥឡូវមកសាកធ្វើមួយខ្ញុំទាំងអស់គ្នាបងប្អូនងាយមែនតើធម្មតាសម្លម្ជូរគ្រឿងរបស់យើងគឺមានតែផុកហើយនឹងគ្រឿងបុករបស់យើងនឹងឯងហើយចំពោះគ្រឿងហ្នឹងបងប្អូនទាំងអស់គ្នាដាក់ជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសហើយនឹងរំដេងហើយសម្លម្ជូរគ្រឿងរបស់ខ្ញុំហ្នឹងគឺខ្ញុំប្រើជាមួយនឹងអំបិលទុំហើយបន្លែជាមួយនឹងសម្លម្ជូរគ្រឿងហ្នឹងគឺមានតែតកូននឹងឯងទើបឆ្ងាញ់ជាងគេហើយខ្ញុំបន្ថែមជាមួយនឹងស្លឹកកធូបតិចទៀតដើម្បីឲ្យវារសជាតិឈ្ងុយហើយវាកាត់ក្លិនឆ្អាបរបស់ត្រីនិយាយទៅគ្រឿងផ្សំងាយៗដោយដែលបងប្អូនធ្លាប់ស្លរដងហ្នឹងណាហើយនៅពេលដែលខ្ញុំរៀបចំគ្រឿងផ្សំគ្រឿងអីរួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងខ្ញុំរៀងក្តៅតិចទៅខ្ញុំដាក់ខ្លាញ់ចូលតាមពិតសម្លម្ជូរគ្រឿងហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាបានចម្រាញ់ខ្លាញ់ហើយយើងមានចំណុះខ្លាញ់តិចទៀតនិយាយពីថាអូយរត់ទៅឆ្ងាញ់តែខ្ញុំអត់មានខ្ញុំប្រើប្រេងឆាទៅបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់គ្រឿងដែលខ្ញុំបុកនឹងចូលចំពោះគ្រឿងហ្នឹងគឺខ្ញុំកូរវាឆាវាឡើងរៀងឈ្ងុយតិចទៅចំពោះសម្លម្ជូរគ្រឿងដែលកាន់តែឆ្ងាញ់នៅពេលដែលយើងឆាគ្រឿងហ្នឹងឯងអ្នកខ្លះគាត់គិតថាខណៈដាក់គ្រឿងចូលហើយដាក់សាច់ចូលទៅគឺវារសជាតិឆ្ងាញ់ហើយប៉ុន្តែតាមតិចនិចរបស់ខ្ញុំគឺអត់អញ្ចឹងទេនៅពេលដែលខ្ញុំឆាគ្រឿងកាន់តែយូរវាកាន់តែដាច់ទឹកគឺរសជាតិកាន់តែឆ្ងាញ់ទើបខ្ញុំដាក់សាច់ចូលមិនថាតែខ្ញុំស្លម្ជូរគ្រឿងសាច់គោឬក៏ម្ជូរគ្រឿងសាច់ត្រីអីទេគឺខ្ញុំធ្វើវិធីបែបហ្នឹងបងប្អូនអាចសាកធ្វើបែបហ្នឹងបានយើងកូរវាឲ្យវាកាន់តែឈ្ងុយកាន់តែយូរទៅគឺសម្លរបស់យើងគឺកាន់តែឆ្ងាញ់ហើយនៅពេលដែលខ្ញុំឆាគ្រឿងរបស់ខ្ញុំកាន់តែឈ្ងុយហើយខ្ញុំចាប់ផ្ដើមដាក់ផុកច្រាមចូលចំពោះផុកហ្នឹងបងប្អូនដាក់តាមចំណង់ចំណូលចិត្តទេអ្នកខ្លះក៏អត់សូវចេះហូបអញ្ចឹងគាត់អត់ដាក់ក៏បានឬក៏គាត់ដាក់តិចតាមហ្នឹងអញ្ចឹងណាតែបើចំពោះផ្ទះខ្ញុំវិញគឺរៀងចូលចិត្តផុកដែរអញ្ចឹងហើយខ្ញុំដាក់រៀងច្រើនតិចនៅពេលដែលខ្ញុំដាក់ផុកចូលហើយខ្ញុំឆាផុកហ្នឹងជាមួយនឹងគ្រឿងមកតង់ទៀតដើម្បីវាកាន់តែឈ្ងុយម្ដងទៀតនៅពេលដែលខ្ញុំឆាគ្រឿងជាមួយនឹងផុកចូលជាតិគ្នាហើយវារៀងដាច់ទឹកហើយបាទខ្ញុំដាក់ក្បាលត្រីចូលចំពោះសម្លម្ជូរគ្រឿងក្បាលត្រីហ្នឹងគឺយើងស្លលឿនទេដោយសារក្បាលត្រីវារៀងឆាប់ផុយដែរហើយនៅពេលដែលខ្ញុំដាក់ក្បាលត្រីចូលហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមកូរវាដើម្បីឲ្យគ្រឿងហើយនឹងក្បាលត្រីហ្នឹងវាចូលគ្នាទៀតទៅយើងកូរច្បល់ឲ្យគ្រឿងហ្នឹងវាចូលជាមួយនឹងក្បាលត្រីឲ្យអស់មកតែនៅពេលដែលខ្ញុំចាប់ផ្ដើមដាក់ក្បាលត្រីហ្នឹងគឺខ្ញុំអត់បើកភ្លើងខ្លាំងទេដើម្បីកុំឲ្យវាខ្លោចបាននិយាយទៅខ្ញុំកូរច្បល់វារៀងយូរដែរដើម្បីឲ្យសាច់ត្រីរបស់យើងហ្នឹងវាឡើងរៀងឆ្អិនតិចណានៅពេលដែលខ្ញុំដាក់ក្បាលត្រីចូលហ្នឹងគឺខ្ញុំអត់តដាក់ទឹកចូលទេដោយសារតែពេលយើងដាក់ទឹកចូលភ្លាមគឺត្រីរបស់យើងហ្នឹងគឺវាឡើងរៀងឆ្អែតអញ្ចឹងហើយខ្ញុំកូរវារៀងឆ្អិនតិចហើយបាទខ្ញុំចាប់ផ្ដើមដាក់ទឹកចូលហើយនៅពេលដែលខ្ញុំដាក់ទឹកហ្នឹងក៏ខ្ញុំអត់ដាក់ច្រើនដែរខ្ញុំដាក់តែបន្តិចសិនទេនៅពេលដែលខ្ញុំដាក់ទឹកចូលហ្នឹងហើយខ្ញុំចាប់ផ្ដើមកូរច្បល់វាចូលជាតិគ្នាម្ដងទៀតហើយបាទខ្ញុំចាប់ផ្ដើមដាក់ហើយមូលហេតុដែលខ្ញុំដាក់ទឹកតិចហ្នឹងគឺខ្ញុំអត់តដាក់ទឹកច្រើនដោយសារតែពេលយើងដាក់ទឹកច្រើនភ្លាមគឺធ្វើឲ្យស្លយើងវាឡើងរៀងលាវវាអត់ឆ្ងាញ់អញ្ចឹងខ្ញុំដាក់ទឹកបន្តិចល្មមហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលសិនហើយគ្រឿងហ្នឹងគឺមានតែស្ករអំបិលប៊ីចេងហើយជាមួយនឹងម្សៅស៊ុបអីហ្នឹងចំពោះគ្រឿងគឺបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ហូបប្រៃផ្អែមទៅតាមហ្នឹងអញ្ចឹងណាហើយបន្ទាប់ពីខ្ញុំដាក់គ្រឿងហើយអស់ខ្ញុំចាប់ផ្ដើមកូរច្បល់វាចូលជាតិគ្នាម្ដងទៀតជាទូទៅសម្លម្ជូរគ្រឿងគឺខ្ញុំស្លបែបហ្នឹងទើបរសជាតិរបស់ខ្ញុំស្លទៅវារៀងឆ្ងាញ់ហើយទឹកវារៀងអត់សូវលាវទេតែបើសិនជាបងប្អូនមានវិធីសាស្ត្រឬក៏តិចនិចផ្សេងអាចចែកម្លែកគ្នាបានហើយនៅពេលដែលខ្ញុំកូរច្បល់វាចូលជាតិចូលគ្រឿងគ្នាហើយខ្ញុំចាប់ផ្ដើមដាក់ទឹកចូលចំពោះសម្លម្ជូរគ្រឿងនេះឆ្ងាញ់ហើយយើងអត់លោភដាក់ទឹកច្រើនទេតែកាលណាយើងដាក់ទឹកច្រើនពេកធ្វើឲ្យស្លរបស់យើងហ្នឹងគឺមានរសជាតិរៀងលាវអត់ឆ្ងាញ់ហ្មងទោះបីយើងខំដាក់ស្ករអំបិលប៊ីចេងរៀងច្រើនមិនក៏នៅតែអត់សូវឆ្ងាញ់ដែរហើយបន្ទាប់ពីខ្ញុំដាក់ទឹកចូលហើយខ្ញុំចាប់ផ្ដើមងាស់វាតែមកអំពុះទេគឺស្លរបស់ខ្ញុំហ្នឹងគឺឆ្អិនហើយនិយាយទៅសម្លម្ជូរគ្រឿងក្បាលត្រីគឺងាយធ្វើមែនតើហើយសំខាន់លឿនទៀតពេលដែលខ្ញុំបើកកំហប់ឆ្នាំងមកទឹកស្លរបស់ខ្ញុំពុះនិយាយទៅគឺរសជាតិវាមកល្មមហើយគឺដូចតែឆ្អិនអញ្ចឹងហើយចំពោះតិចនិចមួយទៀតនៅពេលដែលយើងស្លម្ជូរគ្រឿងត្រីយើងអត់កូរទេនៅពេលដែលទឹកពុះដោយសារតែខ្លាចបែកសាច់ត្រីហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់តកួនចូលតកួនហ្នឹងបងប្អូនអាចលេខមើលទៅតាមបរិមាណត្រីរបស់យើងស្លរបស់យើងយើងគួរដាក់ប៉ុណ្ណាអញ្ចឹងនៅពេលដែលខ្ញុំដាក់តកួនចូលហ្នឹងហើយខ្ញុំគ្រាន់តែស្កត់វាដើម្បីឲ្យលេចតកួនទេតែកាលណាយើងកូរខ្លាំងពេកធ្វើឲ្យក្បាលត្រីរបស់យើងហ្នឹងវាបែកសាច់អស់ហើយនៅពេលដែលខ្ញុំដាក់តកួនចូលហ្នឹងហើយខ្ញុំចាប់ផ្ដើមគ្របវាឲ្យវាពុះស្លម្ដងទៀតនៅពេលហ្នឹងគឺខ្ញុំឲ្យពុះតែមួយផ្លែតទេបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ម្ទេសចូលដោយសារតាមជូរគ្រឿងគឺវាត្រូវជាមួយនឹងម្ទេសខ្លាំងហ្មងដាក់ម្ទេសចូលអញ្ចឹងហើយពេលដែលយើងយកមកហូបយើងញិចម្ទេសជាមួយនឹងទឹកស្លហ្នឹងឆ្ងាញ់មែនតើហើយបន្ទាប់មកខ្ញុំបន្ថយភ្លើងតិចហើយខ្ញុំដាក់ទឹកអំពិលទុំចូលហើយបងប្អូនអាចភ្លក់មើលទៅតាមបរិមាណស្លរបស់យើងវាជូរប្រៃផ្អែមប៉ុណ្ណាហើយបើថាវាមកល្មមហើយគឺឆ្អិនហើយឥឡូវស្លម្ជូរគ្រឿងរបស់ខ្ញុំមួយឆ្នាំងហ្នឹងឆ្អិនហើយបងប្អូនទាំងអស់គ្នានិយាយពីថាឡើងទំនងហើយរសជាតិវិញគឺឆ្ងាញ់មែនតើសម្លម្ជូរគ្រឿងក្បាលត្រីងាយធ្វើស្រួលធ្វើហើយលឿនទៀតអត់ដូចសម្លម្ជូរគ្រឿងសាច់គោទេនៅពេលដែលខ្ញុំរៀបបិទភ្លើងនោះខ្ញុំចាប់ផ្ដើមដាក់ស្លឹកកធូបចូលដើម្បីវាកាត់ឆ្អាបត្រីម្ដងទៀតហើយយើងកូរឲ្យវាស្លឹកហ្នឹងវាឡើងទន់តិចទៅបន្ទាប់មកខ្ញុំចាប់ផ្ដើមបិទភ្លើងយើងដួសស្លចេញញ៉ាំបានហើយខ្ញុំជឿថាស្លម្ជូរគ្រឿងបងប្អូនទាំងអស់គ្នាប្រកាសជាចេះធ្វើហើយព្រោះអីវាងាយធ្វើគាត់ថានេះគឺខ្ញុំចង់បង្ហាញពីតិចនិចដែលខ្ញុំធ្វើប្រចាំថ្ងៃអញ្ចឹងណាបើសិនជាបងប្អូនទាំងអស់គ្នាធ្វើបែបណាអាចធ្វើតាមអ្វីដែលបងប្អូនទាំងអស់គ្នាធ្លាប់ធ្វើក៏បានដែរឥឡូវស្លខ្ញុំឆ្អិនហើយបងប្អូនទាំងអស់គ្នាតំណងអត់មើលនិយាយពីថាអូយរសជាតិវិញឡើងជូរប្រៃមកល្មមឆ្ងាញ់ហ្មងហើយសម្លម្ជូរគ្រឿងខ្ញុំអត់ចូលចិត្តផ្អែមទេតែកាលណាយើងដាក់រៀងផ្អែមពេករសជាតិវារៀងអត់សូវ
ឆ្ងាញ់និយាយទៅបាយកដៅមកដាក់សន្លំជូរគ្រឿងឲ្យទឹកថៃម្ទេសឲ្យហឹលមកណាឲ្យទឹកសឡហ្នឹងគឺញិចម្ទេសឲ្យហឹលទៀតនិយាយពីថាអូយរសជាតិឡើងឆ្ងាញ់កប់សេរីហ្មងសឹងថាយើងហូបសឡមួយចានហ្នឹងម្នាក់ឯងក៏អស់ដែរនិយាយទៅខ្ញុំចូលចិត្តមែនតែនសន្លំជូរគ្រឿងក្បាលថៃហ្នឹងហើយបើបងប្អូនចូលចិត្តសន្លំជូរគ្រឿងក្បាលថៃដូចខ្ញុំមកជួយខមមិនប្រាប់ផងតើបងប្អូនសាកធ្វើសន្លំជូរគ្រឿងក្បាលថៃញ៉ាំទាំងអស់គ្នាមើលរសជាតិឆ្ងាញ់ដូចសន្លំជូរគ្រឿងសាច់គោអត់រួចរាល់ហើយបងប្អូនទាំងអស់គ្នាអាចហូបជាមួយនឹងបាយក្តៅៗបានហើយអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើម្ហូបអីទៀតកុំភ្លេចខមមិនប្រាប់ផងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែចុច like ចុច share តាំងពីដើមមកអរគុណសម្រាប់ការស្រឡាញ់ចូលចិត្ត